អូខេសួស្តីអ្នកទាំងអស់គ្នាអញ្ចឹងថ្ងៃនេះខ្ញុំនឹងនាំអ្នកទាំងអស់គ្នាមកស្គាល់ទីតាំងស្ទូចថៃកំសាន្តមួយកន្លែងនៅក្បែរក្រុងយើងហ្នឹងទីតាំងមួយហ្នឹងគឺយើងហៅថា Nana Resort អញ្ចឹងសម្រាប់ទីតាំងស្ទូចថៃមួយកន្លែងហ្នឹងបានន័យថាកន្លែងគាត់ហ្នឹងគឺជាកន្លែងកំសាន្តដែលយើងអាចទៅជួបជុំគ្នាញ៉ាំអាហារកំងហូបញ៉ាំអញ្ចឹងណាដោយសារទីតាំងហ្នឹងគឺគាត់បើកមកសប្តាហ៍7ថ្ងៃហើយអ្វីដែលសំខាន់គឺទីតាំងកន្លែងហ្នឹងគឺ fresh មែនទែនបាទទីតាំងស្អាតល្អនិយាយទៅខ្ញុំអាសាទៅលេងហ្នឹងជាទូទៅគឺថ្ងៃអាទិត្យគឺយើងទៅញ៉ាំអីនៅហ្នឹងហើយស្ទូចថៃលេងបានដោយសារនៅហ្នឹងគឺយើងស្ទូចថៃគឺអត់មានគិតថ្លៃថៃទេគឺយើងស្ទូចបានប៉ុន្មានយកប៉ុណ្្នឹងអញ្ចឹងណាហើយនេះជាសកម្មភាពខ្ញុំស្ទូចថៃបើនិយាយទៅគឺថៃនៅហ្នឹងមានចម្រុះទាំងអស់ហ្មងថៃមិនថាថៃគ្រប់ប្រភេទទាំងអស់ដោយសារបឹងវាធំល្វឹងល្វើយហើយថៃគឺជាថៃធម្មជាតិហើយនិយាយទៅឲ្យបងប្អូនមានសមត្ថភាពក្នុងការស្ទូចគឺយើងអាចស្ទូចយកមកផ្ទះវិញបានអញ្ចឹងនេះជាសកម្មភាពរបស់ខ្ញុំលេងថៃហើយខ្ញុំលេងគឺដងវត្តនេះកន្លែងនេះគឺចូលមួយហើយអញ្ចឹងថៃនៅហ្នឹងគឺចូលធំមែនទែនថៃឡាប់យ៉ាវិញគឺមួយអត់ក្រោមពី1គីឡូទេបើថៃឡាប់យ៉ាហើយឥឡូវនេះយើងកំពុងតែយកថៃហើយសកម្មភាពហ្នឹងគឺកំពុងតែទាញថៃឡើងគោបាទអញ្ចឹងនេះឃើញហើយបងប្អូននេះថៃឡាប់យ៉ាហើយមុនហ្នឹងមិញក៏ឃើញដែរថៃក៏ទ្រាំគឺធំមែនទែនក្បាលវីដេអូហ្នឹងបងប្អូនឃើញហើយអញ្ចឹងឥឡូវថៃឡាប់យ៉ានេះគឺយើងចូលហើយហើយខ្ញុំអាសាទៅលេងនៅហ្នឹងដោយសារនៅហ្នឹងគឺយើងគ្រាន់តែកំងហូបញ៉ាំហើយគឺយើងអាចស្ទូចថៃកំសាន្តបានដោយសេរីហើយថៃបានប៉ុន្មានគឺយកមកផ្ទះប៉ុណ្ណឹងអត់មានគិតគីឡូអីបន្ថែមពីលើទេតែខ្ញុំរីកមិនឲ្យបងប្អូនបើសិនជាចង់ទៅស្ទូចថៃនៅហ្នឹងបងប្អូនអាចដាក់ដងទៅដោយខ្លួនឯងដោយសារអីនៅហ្នឹងគេមានជួលដងតែគាត់ដងគាត់ជួលវារៀងថ្លៃតិចតែគាត់មានតែដងម៉ាស៊ីនទេអញ្ចឹងបងដែលចូលចិត្តស្ទូចថៃអាចមើលទីតាំងនេះបានហើយបងប្អូនអាចទៅសាកមើលដោយសារនៅហ្នឹងទឹកជ្រៅមែនតើហើយខ្ញុំលេងនេះគឺលេងគៀនទេក្បែរច្រាំងហ្នឹងក៏ទឹកជ្រៅដែរចាប់ពី2ម៉ែត្រជាងរហូតដល់4ម៉ែត្រអញ្ចឹងតាមជំរាលដីហើយកន្លែងនេះចូលមួយទៀតហើយបងប្អូនអញ្ចឹងអានេះចូលថៃនិយាយទៅវីដេអូនេះខ្ញុំកាត់តចម្រុះគ្នាដែរដោយសារខ្ញុំទៅលេងច្រើនអាទិត្យហើយក៏កាត់បញ្ចូលគ្នាទៅអញ្ចឹងអានេះថៃឆ្លាំងបងប្អូនឃើញទេថៃឆ្លាំងក៏ធំដែរថៃឆ្លាំងហ្នឹងចូលប៉ុនកដៃបងប្អូនអើយជាតិណានិយាយទៅថៃធម្មជាតិបើនិយាយទៅគឺថាវាស៊ីចម្រុះហ្មងនៅនឹងថៃគ្រប់ប្រភេទហើយស្បែកចាំបងប្អូនអាចទៅសាកមើលបានចឹងហើយបន្តទៀតបងប្អូនចាំមើលសកម្មភាពតើទៅការយកទៅរបស់ខ្ញុំឆ្លាំងធំមកបងប្អូនតែមួយនឹងយកមកស្លកកោឆ្ងាញ់នេះបងប្អូនឃើញចូលទៀតហើយតែឡាប់យ៉ាបងប្អូនតែឡាប់យ៉ានេះហើយនៅនឹងបងប្អូនចង់លេងដងប្រហែលក៏អត់បញ្ហាដែរបងប្អូនចង់លេងដងវត្តហងដងម៉ាស៊ីនហងលេងមួយស្រីដោយសារបឹងធំមែនទែនហើយមកគាត់គូសំទៅតាមតម្លៃទៅតាមប្រភេទដែលបងប្អូនចង់កំងអញ្ចឹងណាមាននំបញ្ចុកមានបុកល្ហុងមានបាយឆាមានកាហ្វេនិយាយទៅនៅហ្នឹងមានគ្រប់សពបងប្អូនអាចទៅសាកមើលបានបញ្ញានេះធ្វើបងប្អូនខ្ញុំអាសាទៅលេងរាល់អាទិត្យនិយាយទៅតែសើខានេះ